សួស្តីប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលតែងតែនិយមតាមដានទស្សនាតាមបណ្ដាញសង្គម YouTube ថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺមានចំណងជើងថាឧស្សាហ៍អង្អែលក្បាលពោះជួយបង្កើនទំនាក់ទំនងកាន់តែល្អរវាងម៉ាក់និងកូនមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំយើងជឿថាទម្លាប់អង្អែលក្បាលពោះនេះម៉ាក់ប៉ាមួយចំនួនតែងតែធ្វើជាប្រចាំរួចមកហើយប៉ុន្តែអ្នកខ្លះនៅមិនទាន់បានដឹងថាវាមានអត្ថប្រយោជន៍ច្រើនខ្លាំងណាស់ចំពោះទំនាក់ទំនងខ្លួននិងកូនលោកវេជ្ជបណ្ឌិតចាន់ស៊ីណេតបានឲ្យដឹងថាអំឡុងពេលពពោះ4ទៅ6ខែពួកគេអាចចាប់ផ្ដើមឮសំឡេងផ្សេងៗប្រសិនបើប៉ាម៉ាក់បាននិយាយនៅក្បែរសំឡេងលឺដូចនេះហើយយើងអាចនិទានរឿងនិយាយពាក្យក្នុងចិត្តហៅឈ្មោះនិងជជែកគ្នាលេងជាមួយកូនបានដើម្បីកុំឲ្យពួកគេអផ្សុកបង្កើនបញ្ញានិងបង្កើនភាពស្និទ្ធស្នាលប្រសិនបើម៉ាក់ឬប៉ាចង់មានទំនាក់ទំនងជាមួយកូនកាន់តែច្រើនប្រធានផ្នែកសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិនសែនសុខរូបនោះបានបន្តទៀតថាត្រូវឧស្សាហ៍ស្ទីពោះឬម៉ាស្សាថ្នមព្រោះគួរមានអារម្មណ៍ពេលប៉ះដោយសារប្រព័ន្ធប្រសាទបានវិវត្តវេជ្ជបណ្ឌិតបានបន្តទៀតថានៅពេលប៉ាម៉ាក់ស្ទីបអង្អែលក្បាលពោះជាប្រចាំកូនក៏ទទួលបានទំនាក់ទំនងច្រើនឡើងហើយបើអាចគួរតែអានសៀវភៅនិងបើកតន្ត្រីដើម្បីឲ្យកូនកាន់តែដឹងឮពីអ្វីដែលយើងចង់ទំនាក់ទំនងទៅនឹងជួយឲ្យកូនមានបញ្ញាឈ្លាសវៃការស្ទីបអង្អែលពោះនេះទៀតសោតគួរតែក្រោយលាបប្រេងឬឡេការពារព្រោះស្បែកពោះមានសំណើមមិនកកិតនិងជួយឲ្យស្បែកពោះម៉ាក់មានផាសុកភាពល្អផងដែរមួយវិញទៀតកូនក្នុងវ័យនេះចង់ដឹងចង់ឮពីបរិស្ថានខាងក្រៅដូច្នេះយើងត្រូវថ្នមសំឡេងនិងមិនបញ្ចេញសំឡេងទ្រគោះត្របោកនោះឡើយ